จ้าជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់ពីវិធីងាយបងប្អូនចាក្នុងការលាយទឹកជ្រលក់សម្រាប់លាបពីលើមឹកដែលយើងអាំងឲ្យវាមានក្លិនឈ្ងុយហើយនឹងមានរសជាតិឆ្ងាញ់ទៀតផងទឹកលាបសម្រាប់មឹកនេះគឺអាចលាបជាមួយមឹកបំពង់មឹកស្រួយមឹកអ្វីក៏បានដែរតាមការចូលចិត្តរបស់បងប្អូនហើយសម្រាប់វិធីធ្វើគឺងាយឯងបងប្អូនប្រហែលជាអាចនឹងញ៉ាំទៅឆ្ងាញ់ជាងគេលក់ក៏ថាបានរសជាតិគឺដិតជាងឆ្ងាញ់ជាងចាអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលវិធីធ្វើទាំងអស់គ្នាចាហើយនេះគឺជាគ្រាប់ការីឬក៏អាចហៅថាគ្រាប់ប្រខាដែលយើងយកទៅលីងជាមួយនឹងប្រេងឆាឲ្យវាឡើងក្រហមយកពណ៌អញ្ចឹងណាបងប្អូនចាឥឡូវយើងចាប់ផ្ដើមដាក់ប្រេងឆាវារៀងក្តៅបន្តិចយើងចាប់ផ្ដើមដាក់គ្រាប់ប្រខាហ្នឹងចូលតែម្ដងហើយសម្រាប់ការរំលីងគ្រាប់ប្រខាហ្នឹងគឺយើងប្រើភ្លើងតិចល្មមមកណាបងប្អូនកុំប្រើភ្លើងខ្លាំងពេកអញ្ចឹងធ្វើឲ្យខ្លោចអត់ចាញ់ពណ៌បានល្អទេយើងប្រើភ្លើងតិចសន្សឹមអញ្ចឹងទៅដើម្បីឲ្យគ្រាប់ប្រខារបស់យើងហ្នឹងគ្រាប់ការីហ្នឹងគឺចាញ់ពណ៌បានល្អហើយនៅពេលដែលយើងកំពុងរំលីងហ្នឹងបើវាចាប់ផ្ដើមមានការផ្ទុះមួយអញ្ចឹងយើងចាប់ផ្ដើមបិទភ្លើងទៅបងប្អូនប្រសិនបើបងប្អូនទុកឲ្យវាផ្ទុះទាំងអស់តែម្ដងគឺធ្វើឲ្យវាឆាប់ខ្លោចហើយនឹងឆ្ងៀមបងប្អូនបន្ទាប់ពីយើងបិទភ្លើងរួចរាល់ហើយយើងចាប់ផ្ដើមច្រោះទឹករបស់វាចេញណាខ្ញុំយកតែទឹកប្រេងឆាសម្រាប់គ្រាប់ហ្នឹងគឺខ្ញុំអត់យកទេបងប្អូនចាបន្ទាប់មកគឺនាងខ្ញុំបន្តដាក់ជាមួយនឹងខ្ទឹមសចិញ្ច្រាំចូលទៅក្នុងទឹកប្រេងឆានោះតែម្ដងហើយយើងការប្រើភ្លើងហ្នឹងគឺប្រើភ្លើងតិចដូចគ្នាបងប្អូនចារំលីងខ្ទឹមរបស់យើងឲ្យឡើងឈ្ងុយជាមុនសិនហើយបន្ទាប់ពីខ្ទឹមសរបស់យើងឡើងឈ្ងុយល្អហើយនាងខ្ញុំចាប់ផ្ដើមបិទភ្លើងឲ្យបងប្អូនចាដើម្បីឲ្យវាចុះត្រជាក់បន្តិចណាចានៅពេលដែលយើងបំពងខ្ទឹមសឡើងឈ្ងុយហើយបើសិនជាបងប្អូនអត់បិទភ្លើងទេបន្ថែមបន្ថយគ្រឿងបន្ទាប់ទៀតចឹងអាចធ្វើឲ្យគ្រឿងរបស់យើងវាកកបានណាបងប្អូននៅពេលដែលប្រេងរបស់យើងចុះត្រជាក់បន្តិចនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងប្រេងខ្យងការដាក់ប្រេងខ្យងគឺដាក់មួយស្លាបព្រាបាយការប្រើគ្រឿងផ្សំហ្នឹងទៅតាមទំហំនៃគីឡូរបស់មឹកដែរអញ្ចឹងបើច្រើនយើងប្រើគុណតាមហ្នឹងណាបងប្អូនចាបន្ទាប់ពីយើងដាក់ប្រេងខ្យងរួចរាល់នាងខ្ញុំដាក់ជាមួយនឹងម្សៅស៊ុបចាដាក់ជាមួយនឹងប៊ីចេងចុងស្លាបព្រាបន្តិចជាមួយនឹងស្ករសការប្រើគ្រឿងផ្សំរួចរាល់ហើយយើងកូរច្របល់គ្រឿងទាំងនោះឲ្យចូលសព្វជាមួយនឹងប្រេងរបស់យើងសិនហើយបន្ទាប់មកកុំភ្លេចថាភ្លក់ថាប្រៃផ្អែមល្មមទៅតាមការចូលចិត្តរបស់បងប្អូនឬនៅបើសិនជាបងប្អូនចូលចិត្តញ៉ាំម្ទេសញ៉ាំហឹរអាចបន្ថែមម្ទេសហុយនៅក្នុងទឹកលាបរបស់យើងបន្តិចក៏បានដែរឥឡូវនេះគឺរួចរាល់ហើយយើងចាប់ផ្ដើមយកទៅលាបលើមឹករបស់យើងតែម្ដងចាហើយថ្ងៃនេះផងដែរការអាំងមឹករបស់នាងខ្ញុំគឺអាំងមឹកបំពង់បងប្អូនអាចអាំងជាមួយមឹកស្រួយមឹកពីងពាងដែលបងប្អូនចូលចិត្តក៏បានដែរហើយការលាបទឹកសុសដែលនាងខ្ញុំធ្វើអំបញ្ញមិញហ្នឹងតោះតែនាងខ្ញុំអាំងមឹកឆ្អិនប្រហែលជាអាចនឹង70 ទៅ 80% ទើបនឹងលាបទឹកសុសរបស់នាងខ្ញុំចូលតែម្ដងចាពេលលាបរួចរាល់ហើយយើងប្រែវាម្ដងជា2ដងលាបម្ដងទៀតចឹងទៅចាដើម្បីឲ្យវាចូលជាតិជាមួយមឹករបស់យើងហើយនៅពេលនេះផងដែរឃើញថាមឹករបស់នាងខ្ញុំហ្នឹងគឺបានឆ្អិនហើយបងប្អូនចាការអាំងមឹកឆ្អិនមកល្មមឬមួយក៏រៀងក្រៀមបន្តិចរៀងស្ទើបន្តិចទៅតាមការចូលចិត្តរបស់បងប្អូនសំខាន់គឺមានក្លិនឈ្ងុយមែនតែចេញពីទឹកសុសដែលយើងបានលាបពីលើមឹករបស់យើងណាហើយរួចរាល់នេះយើងខ្ញុំអាចញ៉ាំជាមួយនឹងទឹកត្រីកោះកុងទៅតាមការចូលចិត្តយើងមានបន្លែយើងបន្ថែមបន្លែមានស្ពៃក្តោបមានទឹកសក់មានអីចឹងទៅអញ្ចឹងនៅពេលនេះនាងខ្ញុំសូមអរគុណហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់នាងខ្ញុំបើសិនជាពេញចិត្តជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាយបាយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតណា